ចេញទៅអូខេសួស្តីបងប្អូនទាំងអស់គ្នាតោះមកមើលជ័ររបស់ខ្ញុំទាំងអស់គ្នាស្មាននេះអត់ទាន់បានជីទេតែខ្ញុំចង់ឲ្យបងប្អូនចង់ដឹងពីគីឡូជ័រកន្លែងនេះសម្រាប់បងប្អូនដៃថ្មីប្រហែលអត់ទាន់ដឹងថាតើមួយហាត់តាយើងប្រមូលផលបានប្រមាណគីឡូឯងអញ្ចឹងខ្ញុំធ្វើវីដេអូនេះដើម្បីបញ្ជាជូនបងប្អូនទាំងអស់គ្នាយើងជាដដាមទឹកភ្លៀងហើយយើងបកបានអត់ទាន់បានមួយវេនទេត្រូវទេបាទអញ្ចឹងបើសិនជាយើងជាអានេះយើងនិយាយពីអាបែរថាការដណ្ដើមពីទឹកភ្លៀងប្រផាត់ប្រភេញហើយទៅទៅនឹងជាប់ហើយយើងអត់មានកបាំងទេព្រោះកបាំងចាស់តាំងពី3មកដល់ឆ្នាំទី3ហើយយើងមកឆ្នាំទី3យើងជាចំអាកបាំងដែលយើងហូរមកត្រូវនឹងទឹកភ្លៀងនឹងទៀតមែនតើគេកັບហេមើលកាមេរ៉ាមែនតើបើយើងដាក់អញ្ចេះយើងត្រូវជាងខាងនេះហេបានការពារទឹកភ្លៀងប៉ុន្តែកបាំងយើងត្រឡប់មុខមកចំហ្មងចំទឹកភ្លៀងតែម្ដងអញ្ចឹងអានេះជាការបានខ្ញុំនិយាយថាទៅតាមទឹកភ្លៀងគឺវាបែបហ្នឹងអញ្ចឹងកាលណាទឹកភ្លៀងមកគឺចូលទឹកហើយយើងគិតទៅបើសិនជាចិត្តបានមកវេននេះវាបាន3ពេត្រូជាន់នេះបញ្ជាក់អត់ទាន់បកហើយអត់ទាន់បកវេនអស់ទេបណ្ដៃបាន3ពេត្រូអញ្ចឹងបើសិនជាយើងគិតមកវេននៅសល់ប្រហែលជួរទៀតអញ្ចឹងវាប្រហែលជាបាន4ពេត្រូអញ្ចឹងមកវេនបាន4ពេត្រូហើយក្នុង1ពេត្រូនេះចន្លោះ12ទៅ16គីឡូអញ្ចឹងបងប្អូនគុណមើលខ្លួនឯងតើមួយហាត់តាបានប្រមាណហើយបើយើងនិយាយពីវិស័យធនាគារគឺធនាគារយកតែ40គីឡូក្នុងមួយហាត់តាយកមកគុណហើយរយៈពេលដែលប្រមូលផលបាន10ថ្ងៃអញ្ចឹងកន្លែងនេះខ្ញុំចង់បញ្ជាប៉ុណ្ណឹងនិយាយជារួមគឺទី1ចង់ឲ្យបងប្អូនយល់ថាតើមួយហាត់តាប្រមូលផលបានប៉ុន្មានគីឡូហើយប្រហែលថ្ងៃដែលយើងបានប្រមូលផលអញ្ចឹងវិវត្តនៃកស៊ូមហាត់តាយើងប្រមូលផលមួយខែបាន10ថ្ងៃហើយគីឡូជ័រចន្លោះពី40ទៅ70គីឡូដូចកស៊ូនេះបើខ្ញុំគិតទៅយើងជាដណ្ដើមទឹកភ្លៀងប្រផាត់ប្រភេទនេះអាចចន្លោះបានជា50ទៅ60គីឡូពីព្រោះ3ពេត្រូនេះយើងវាយថាឥឡូវ210ពីមួយធុង210គីឡូអញ្ចឹងវាបានបកមិនទាន់រួចវាបាន3ធុងបើសិនជាវាយបាន4ធុងវាអាចចន្លោះប៉ុណ្ណឹងអាហ្នឹងជាការ estimate មើលឃើញជាក់ស្ដែងក្នុងដើការទឹកភ្លៀងយើងទៅដើមទឹកភ្លៀងហើយយើងអត់មានកបាំងទៀតអូខេចឹងបងប្អូនតនេះកន្លែងនេះចឹងខ្ញុំមានតែប៉ុណ្្នឹងទៀតបញ្ជ្រាបទៅកាន់បងប្អូនចឹងអរគុណជំរាបលាតយម៉ែថ្ងៃនេះវីដេអូរហូតអរគុណนะครับ